រឿងផ្ទះជួលមានខ្មោចយប់មួយនៅចុងខែភ្លៀងធ្លាក់ស្រាលវិសាលជាបុរសវ័យ25ឆ្នាំទើបតែរកបានការងារថ្មីនៅទីក្រុងគាត់សម្រេចជួលផ្ទះតូចមួយនៅចុងផ្លូវស្ងាត់ព្រោះថ្លៃធូរហើយនៅជិតកន្លែងធ្វើការម្ចាស់ផ្ទះជាយាយចាស់ម្នាក់បានប្រាប់តែប៉ុណ្ណោះបើមានអីកុំភ័យផ្ទះនេះស្ងាត់តែប៉ុណ្ណោះក៏វិសាលមិនគិតអ្វីទេគាត់យល់ថាអ្នកចាស់តែងនិយាយចម្លែកយប់ទី1គាត់ដេកធម្មតាម៉ោងប្រហែល12យប់ក្រឹកក្រឹកសំឡេងដើរលើជាន់ខាងលើវិសាលភ្ញាក់ឡើងបេះដូងចាប់ផ្ដើមលោតលឿនអាចជាកណ្ដូលឬគាត់ព្យាយាមមិនគិតច្រើនហើយដេកបន្តតែបន្ទាប់មកក្រឹកក្រឹកក្រឹកសំឡេងដើរខិតជិតដូចជាមាននរណាម្នាក់ដើរជុំវិញបន្ទប់វិសាលយកទូរស័ព្ទបើកភ្លើងបើកទ្វារចេញទៅមើលគ្មានអ្វីទាំងអស់តែពេលត្រឡប់ចូលវិញគាត់សង្កេតឃើញទ្វារទូខោអាវបើកចំហទាំងដែលមុននេះគាត់បិទជិតយប់ទី2វិសាលចាប់ផ្ដើមមិនស្រួលចិត្តតែគាត់នៅបន្តព្រោះគ្មានលុយជួលកន្លែងថ្មីម៉ោង2យប់តុកតុកតុកសំឡេងគោះទ្វារវិសាលសួរអ្នកណាគ្មានសំឡេងឆ្លើយតបគាត់ដើរទៅបើកទ្វារគ្មានអ្នកណាតែភ្លាមតុកតុកសំឡេងគោះពីក្រោយគាត់លើទ្វារបន្ទប់ទឹកវិសាលញ័រខ្លួនដើរយូរទៅបើកពេលបើកទឹកកំពុងហូរពេញលេចកញ្ចក់ពុកហើយនៅលើកញ្ចក់មានអក្សរសរសេរចេញទៅវិសាលស្ទើរតែដួលយប់ទី3វិសាលសម្រេចថានេះមិនធម្មតាទេតែគាត់ចង់ដឹងការពិតម៉ោង3យប់គាត់ភ្ញាក់ឡើងព្រោះមានសំឡេងនារីស្រែកស្រាលជួយខ្ញុំផងវិសាលដើរតាមសំឡេងទៅដល់បន្ទប់ដែលបិទជាប់មួយទ្វារនោះតែងតែបិទជិតគាត់បើកយឺតភ្លើងភ្លឹបហើយនៅជ្រុងបន្ទប់មាននារីម្នាក់សក់វែងសម្លៀកបំពាក់ពណ៌អង្គុយបត់ក្បាលវិសាលសួរអ្នកណានារីនោះលើកក្បាលយឺតមុខពណ៌ស្លេកភ្នែកខ្មៅតឹងហើយនាងនិយាយសំឡេងត្រជាក់នេះជាផ្ទះខ្ញុំភ្លាមភ្លើងដាច់ផាក់វិសាលរត់ចេញក្រៅបើកទ្វាររត់ចេញពីផ្ទះទាំងយប់ព្រឹកឡើងវិសាលទៅរកម្ចាស់ផ្ទះយាយចាស់ដកដង្ហើមវែងកូនមុននេះមាននារីម្នាក់ស្លាប់ក្នុងផ្ទះនោះគាត់ចង់ព្រោះប្តីបោះបង់គេអ្នកជួលមុនក៏រត់ចេញទាំងអស់គេវិសាលញ័រខ្លួនហើយយាយនៅតែជួលយាយចាស់និយាយសំឡេងស្រាលព្រោះយាយក៏ឃើញនាងរាល់យប់ដែរវិសាលមើលទៅក្រោយយាយចាស់មិនមានស្រមោលហើយភ្នែកយាយខ្មៅដូចនារីនោះយាយក៏ស្លាប់ក្នុងផ្ទះនោះដែរវិសាលសន្លប់ភ្លាមវិសាលភ្ញាក់ឡើងក្នុងផ្ទះខ្មោចវិសាលភ្ញាក់ឡើងយឺតខ្លួនទាំងមូលត្រជាក់ដូចទឹកកកគាត់បើកភ្នែកស្ងាត់ងងឹតហើយមានសំឡេងខ្យល់ហូរហ៊ូហ៊ូវិសាលអង្គុយឡើងយឺតហើយភ្ញាក់ផ្អើលភ្លាមគាត់នៅក្នុងផ្ទះជួលនោះវិញមិនអាចទៅរួចគាត់និយាយខ្លួនឯងគាត់ច្បាស់ណាស់ថាគាត់បានរត់ចេញពីផ្ទះហើយប៉ុន្តែឥឡូវគាត់នៅលើគ្រែដដែលភ្លាមក្រឹកក្រឹកសំឡេងដើរលើជាន់ខាងលើវិញតែពេលនេះសំឡេងមិនមែនមួយមានច្រើនដូចជាមនុស្សជាច្រើនកំពុងដើរជុំវិញវិសាលញ័រខ្លួនដើរយឺតទៅបើកទ្វារពេលបើកចំហាយត្រជាក់បក់មកលើមុខហើយនៅចុងផ្លូវមានមនុស្សឈរ3នាក់ពួកគេស្លៀកខោអាវចាស់មុខស្លេកភ្នែកខ្មៅវិសាលសួរអ្នកណាមនុស្សម្នាក់និយាយសំឡេងស្រាលយើងអ្នកជួលមុនវិសាលបេះដូងដាច់អ្នកមានន័យថាមនុស្សទី2ញឹមតិចយើងមិនបានចេញពីផ្ទះនេះទេភ្លាម
ពួកគេចាប់ផ្ដើមដើរមកជិតវិសាលកុំចូលមកវិសាលស្រែកតែភ្លាមដៃត្រជាក់មួយចាប់ស្មាវិសាលពីក្រោយគាត់បង្វិលខ្លួនយឺតនារីសក់វែងនោះឈរខាងក្រោយគាត់ភ្នែកនាងហូរឈាមនាងនិយាយសំឡេងត្រជាក់អ្នកក៏ត្រូវនៅទីនេះដែរគេភ្លាមភ្លើងភ្លឹបជញ្ជាំងចាប់ផ្ដើមប្រែជាខ្មៅហើយវិសាលឃើញស្រមោលមនុស្សជាច្រើននៅលើជញ្ជាំងស្រមោលទាំងនោះកំពុងងាកមកមើលគាត់ភ្លាមជួយខ្ញុំផងសំឡេងមកពីក្រោមគ្រែវិសាលមើលចុះក្រោមយឺតមានមុខមនុស្សមួយញ៉ាំហើយដៃចេញមកចាប់ជើងគាត់អាហ៊ីយេវិសាលស្រែកខ្លាំងហើយភ្លាមគាត់ភ្ញាក់ឡើងវិញនៅមន្ទីរពេទ្យគ្រូពេទ្យនិយាយអ្នកសន្លប់នៅមុខផ្ទះចាស់នោះវិសាលដកដង្ហើមធំល្អហើយខ្ញុំគិតថាតែភ្លាមគាត់ឃើញនៅកញ្ចក់ខាងក្រោយគ្រែនារីសក់វែងឈរនៅទីនោះហើយនាងនិយាយស្រាលខ្ញុំតាមអ្នកមកហើយគឺម៉ាស៊ីនបេះដូងចាប់ផ្ដើមរត់ទីយីកបន្តភាគ3ខ្មោចចូលតាមមន្ទីរពេទ្យគឺខ្មោចចូលតាមមន្ទីរពេទ្យគឺសំឡេងម៉ាស៊ីនបេះដូងទីយីកវិសាលភ័យខ្លាំងញើសចេញពេញខ្លួនគាត់មើលទៅកញ្ចក់វិញនារីសក់វែងនៅតែឈរភ្នែកខ្មៅស្រអាប់មុខស្លេកនាងលើកដៃយឺតហើយភ្លាមភ្លើងក្នុងបន្ទប់ពេទ្យភ្លឹបផាក់ភ្លើងដាច់បន្ទប់ងឹតស្ងាត់មានតែសំឡេងដាតុកតុកតុកវិសាលព្យាយាមស្រែកគ្រូពេទ្យជួយខ្ញុំផងតែគ្មានអ្នកឆ្លើយទ្វារបន្ទប់បើកយឺតដោយខ្លួនឯងក្រឹកខ្យល់ត្រជាក់បក់ចូលហើយវិសាលឃើញអ្នកជំងឺនៅបន្ទប់ជិតឈរតាមផ្លូវដើរតែពួកគេមុខស្លេកភ្នែកខ្មៅដូចគ្នាវិសាលញ័រខ្លួនអ្នកជាមនុស្សឬមនុស្សម្នាក់និយាយសំឡេងត្រជាក់យើងត្រូវនាងនាំមកភ្លាមនារីសក់វែងដើរចូលបន្ទប់នាងមើលវិសាលហើយញឹមយឺតអ្នករត់មិនរួចទេវិសាលស្រែកហេតុអ្វីខ្ញុំមិនបានធ្វើអ្វីទេនារីនោះលើកដៃចង្អុលទៅវិសាលអ្នករស់នៅក្នុងផ្ទះខ្ញុំភ្លាមជញ្ជាំងបន្ទប់ចាប់ផ្ដើមប្រែដូចផ្ទះជួលចាស់ក្រែពេទ្យប្រែជាក្រោយចាស់ភ្លើងចាស់ភ្លឹបវិសាលភ័យខ្លាំងគាត់រត់ចេញពីបន្ទប់តាមផ្លូវដើរតែគាត់ឃើញផ្លូវវែងមិនចប់ហើយមនុស្សខ្មោចឈរពេញភ្លាមតែត្រជាក់ជាច្រើនចាប់គាត់នៅជាមួយយើងវិសាលស្រែកខ្លាំងអាហ៊ីយេព្រឹកឡើងគ្រូពេទ្យនិងប៉ូលីសឈរនៅបន្ទប់វិសាលដេកស្ងៀមម៉ាស៊ីនបេះដូងឈប់ទីគ្រូពេទ្យនិយាយស្រាលគាត់ស្លាប់ហើយពេលគេយកសពចេញបុគ្គលិកពេទ្យម្នាក់មើលទៅកញ្ចក់គាត់ភ្ញាក់ផ្អើលនៅក្នុងកញ្ចក់មានមនុស្សឈរ4នាក់នារីសក់វែងអ្នកជួល3នាក់ហើយវិសាលឈរនៅចុងក្រោយវិសាលញឹមយឺតហើយនិយាយស្រាលអ្នកជួលបន្ទាប់កំពុងមកហើយភ្លាមទ្វារបន្ទប់ថ្មីបើកមានអ្នកជំងឺថ្មីត្រូវដឹកចូលហើយនៅលើឯកសារអាសយដ្ឋានគាត់ផ្ទះជួលចុងផ្លូវស្ងាត់ចប់អ្នកជួលបន្ទាប់ប្រហែលជាអ្នកកំពុងអាននេះ